លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពថ្ងៃនេះយើងខ្ញុំសូមលើកយកកិច្ចសម្ភាសន៍មួយស្ដីអំពីជំងឺសន្លាក់ដោយដែលលោកអ្នកនាងជ្រាបហើយថាសន្លាក់មានតួនាទីសំខាន់ណាស់ក្នុងការជួយឲ្យរាងកាយមនុស្សយើងមានចលនាដូចជាដើរការបត់បែនខ្លួនឬមួយក៏ចាប់កាន់សម្ភារៈផ្សេងឧទាហរណ៍ប្រសិនបើមនុស្សយើងមិនមានសន្លាក់វិញគឺប្រៀបដូចជាដុំឈើឬមួយក៏ដូចជាដុំឆ្អឹងមួយដែលមិនអាចកម្រើកបានដើម្បីជាការស្វែងយល់ថាតើអ្វីទៅសន្លាក់ហើយជំងឺសន្លាក់កើតឡើងដោយសារអ្វីខ្លះចាសសូមអញ្ជើញលោកអ្នកនាងតាមដានកិច្ចសម្ភាសន៍រវាងនាងខ្ញុំនិងលោកវិជ្ជបណ្ឌិតគឹមដាំរងចាដែលលោកវិជ្ជបណ្ឌិតមានឯកទេសផ្នែកវិទ្យាសាស្ត្រប្រចាំគ្រួសារនិងសរសៃពួរសន្លាក់សាច់ដុំចានេះខ្ញុំសូមជម្រាបសួរលោកវិជ្ជបណ្ឌិតចាជាដំបូងនេះដើម្បីឲ្យប្រជាពលរដ្ឋយើងមានការយល់ច្បាស់ថាតើអ្វីជាសន្លាក់ហើយអ្វីទៅជាជំងឺសន្លាក់នោះនាងខ្ញុំសូមអញ្ជើញលោកវិជ្ជបណ្ឌិតជួយបង្ហាញឬមួយក៏ពន្យល់ទូទស្សនិកជនយើងឲ្យបានជ្រាបថាតើអ្វីទៅជាសន្លាក់នោះចា៎អញ្ចឹងសន្លាក់គឺយើងតែងតែគិតទៅលើកន្លែងដែលយើងអាចបត់បែនបានគឺឆ្អឹងពីរភ្ជាប់គ្នាពេលខ្លះអាចឆ្អឹងច្រើនភ្ជាប់គ្នាកន្លែងដែលតគ្នាហើយគឺជាសន្លាក់បាទកន្លែងសន្លាក់កន្លែងដែលយើងអាចបត់បែនបានបាទអញ្ចឹងអ្នកជំងឺតែងតែមានបញ្ហាឈឺនៅត្រង់ចំណុចតគ្នានៃរាងកាយឧទាហរណ៍កដៃកន្លែងដែលបត់បែនបានហ្នឹងគឺជាសន្លាក់ផងដែរបាទចាតើយើងអាចចែកចេញសន្លាក់ជាផ្នែកធំបានដែរឬទេលោកចាំតិចចំពោះសន្លាក់យើងអាចបែងចែកបើក្នុងទ្រឹស្ដីវិទ្យាសាស្ត្រនៅក្នុងសភៅវិទ្យាសាស្ត្រវាបែងចែកច្រើនតែត្រង់ចំណុចនេះខ្ញុំនិយាយតែពីរធំដែលយើងងាយស្រួលសម្រាប់ឲ្យប្រជាជនយើងងាយស្រួលស្វែងយល់គឺសន្លាក់ចល័តនិងអចល័តអចល័តហ្នឹងគឺសន្លាក់ឯណាដូចត្រង់លលាក្បាលយើងនៅលលាក្បាលយើងគឺមានធ្នេរហ្នឹងគឺមានតគ្នានៃសន្លាក់ដែរបាទហើយសន្លាក់ដែលចល័តបានដូចទៅសន្លាក់កដៃសន្លាក់ជង្គង់សន្លាក់កែងដៃអីហ្នឹងគឺកន្លែងដែលតគ្នាហ្នឹងគឺជាសន្លាក់ចារវាងសន្លាក់ធំដូចដែលលោកវិជ្ជបណ្ឌិតបែងចែកថាចល័តនិងអចល័តតើរវាងពីរនេះមួយណាដែលងាយគ្រោះថ្នាក់ជាងសន្លាក់ដែលងាយគ្រោះថ្នាក់ហើយងាយប្រឈមបញ្ហាគឺសន្លាក់ចល័តហ្នឹងហើយបាទជាពិសេសសន្លាក់ដែលត្រទម្ងន់ដែលយើងជួបច្រើននៅលើអ្នកជំងឺជាក់ស្ដែងដែលមកបណ្ឌិតហ្នឹងគឺឧទាហរណ៍សន្លាក់ជង្គង់គឺជាសន្លាក់ដែលត្រទម្ងន់ឆ្អឹងខ្នងឬក៏នៅកន្លែងក្បាលឆ្អឹងតាគៀកហ្នឹងក៏ងាយឈឺដែរបាទចាំមកដល់ចំណុចនេះទូរទស្សនិកជនជ្រាបហើយថាអ្វីទៅជាសន្លាក់នោះឥឡូវនេះយើងចូលមកដល់ជំងឺសន្លាក់តែម្ដងសូមអញ្ជើញលោកវិជ្ជបណ្ឌិតជួយបញ្យល់ដែរថាតើអ្វីទៅជាជំងឺសន្លាក់នោះចា៎ជំងឺសន្លាក់បើខ្ញុំសូមសម្រាយជាភាសាខ្មែរងាយស្រួលប្រជាជនយើងស្វែងយល់ជំងឺសន្លាក់គឺយើងគិតទៅលើការឈឺសន្លាក់ដោយសារការរលាកសន្លាក់ในផ្នែកណាមួយនៃរាងកាយដូច្នេះដល់ពេលដែលអ្នកជំងឺមានជំងឺសន្លាក់វានឹងស្ដែងនៅរោគសញ្ញាសំខាន់ដែលយើងគិតថាដែលយើងដឹងថាឈឺសន្លាក់ពេលដែលឈឺសន្លាក់ហើយវានឹងអាចមានគាំងសន្លាក់មានហើមមានក្តៅហើយធ្វើឲ្យអ្នកជំងឺពិបាកបត់បែនឬធ្វើចលនាសន្លាក់ហ្នឹងហើយនេះជាប្រភេទនៃជំងឺសន្លាក់ចាអ្វីដែលលោកវិជ្ជបណ្ឌិតមានប្រសាសន៍អំបញ្ញមិញនេះបានសេចក្តីថាអ្នកជំងឺឈានដល់ជំងឺសន្លាក់ហើយតែទន្ទឹមនឹងនេះតើមានសញ្ញាអ្វីជារោគសញ្ញាព្រមានថាពេលនេះអ្នកកំពុងតែចិត្តមានជំងឺសន្លាក់ហើយដែរទេចាដូចខ្ញុំបានជម្រាបជូនមកអញ្ចឹងថាសន្លាក់គឺនៅឈឺគឺនៅត្រង់ដែលកន្លែងដែលភ្ជាប់គ្នានៃឆ្អឹងដែលកន្លែងបត់បែនហ្នឹងដូច្នេះបើបងប្អូនមានអាការៈចេញទីមួយឈឺសំខាន់គឺឈឺតែម្ដងពីព្រោះសន្លាក់យើងជាទូទៅមានសុកចេញឈឺដែរទីមួយឈឺទីពីរអាចឡើងហើមបាទអ្នកខ្លះអាចឡើងហើមតឹងឬឡើងក្រហមបាទហើយជាពិសេសពិបាកបាត់បែនគឺគាត់ពេលដែលគាត់ធ្វើចលនាសន្លាក់ណាមួយឧទាហរណ៍ជង្គង់ដល់ពេលគាត់បត់ឡើងចេញសញ្ញាដែលឈឺអាហ្នឹងជាសញ្ញាដែលគាត់ជាសញ្ញាព្រមានដែលគាត់មានបញ្ហាឈឺសន្លាក់ចារោគសញ្ញាដែលលោកវិជ្ជបណ្ឌិតមានប្រសាសន៍អំបញ្ញមិញនេះតើវាអាចស្តៀងគ្នានឹងជំងឺអ្វីផ្សេងទៀតដែរឬទេជាងកាលអាចថាសន្លាក់នឹងឈឺដែររយៈពេល2ថ្ងៃក៏បាត់ទៅដូចជាមានការចុករួយអីជាដើមហ្នឹងចាជាទូទៅការឈឺសន្លាក់បើគ្រាន់តែឈឺតិចតួចក្នុងរយៈពេលមួយខ្លីមួយថ្ងៃពីរថ្ងៃឬ3ថ្ងៃជាទូទៅតិចជាងមួយសប្តាហ៍អាហ្នឹងអ្នកជំងឺអាចគាត់គ្រាន់តែតាមដានគាត់មិនបាច់ចាំជួបគ្រូពេទ្យក៏បានដែរតែបើគាត់ឈឺលើពីមួយសប្តាហ៍ឬ2សប្តាហ៍នៅតែមួយបាត់ហ្នឹងជាពេលដែលគាត់ត្រូវមកជួបគ្រូពេទ្យ
ក្នុងការស្វែងរកប្រភពនៅបញ្ហាដើម្បីក្នុងការព្យាបាល ជាធម្មតាតើជំងឺសន្លាក់គេអាចបែងចែកចេញជាប្រភេទដែរឬទេលោកចាំនិន បើនិយាយពីប្រភេទក្នុងការបែងចែកយើងគិតថាការឈឺស្លាក់វាឈឺផ្នែកច្រើនអញ្ចឹងបើយើងបែងចែកពេលខ្លះវាពិបាកតែយើងមានកត្តា4ធំធំនៃការបែងចែកឈឺស្លាក់យើងទីមួយយើងអាចគិតទៅលើការឈឺស្លាក់ដោយសារការរលាកនៃឆ្អឹងបាទជាការសឹករិចរិលនៃស្លាក់បាទយើងជាក់ស្ដែងដូចយើងជួបអ្នកជំងឺចាស់មួយចំនួនគាត់មានការសឹករិចរិលនៃស្លាក់ជង្គង់គាត់ជាការរលាកជាការសឹករិចរិលទៅតាមអាយុកាលនៃគាត់ចាស់ទៅស្លាក់ចាប់ផ្ដើមសឹកផ្នែកណាមួយអាហ្នឹងធ្វើការរលាកស្លាក់មួយទៀតការរលាកស្លាក់ដោយសារការឡើងជាតិអាស៊ីតដែលយើងចេះតែជួបនៅលើអ្នកជំងឺវ័យក្មេងហើយភេទប្រុសក្រោយហូបស្រាហូបអីទៅគាត់អាចមានការរលាកស្លាក់បាទគាត់ចេញឈឺស្លាក់ដោយសារការឡើងជាតិអាស៊ីតអ៊ុយរិកហើយមួយទៀតការរលាកស្លាក់ដោយប្រព័ន្ធភាពស៊ាំដែលហៅអូតូអ៊ីម៉ូញូនជាការកាត់ឡើងដោយខ្លួនឯងគឺប្រព័ន្ធភាពស៊ាំយើងខុសប្រកក្តីវាទៅវាយប្រហារទៅលើស្លាក់ណាមួយបាទជាទូទៅអ្នកជំងឺច្រើនចេញឈឺច្រើនស្លាក់ក្នុងពេលតែមួយបាទហ្នឹងក៏យើងជួបច្រើនដែរសប្តាហ៍ថ្ងៃនេះហើយមួយទៀតដែលកម្រដែលយើងមិនសូវជាជួបច្រើនដែរគឺការឆ្លងរោគបាទក៏មានការឆ្លងរោគនៅស្លាក់ហ្នឹងហ្មងអញ្ចឹងធ្វើឲ្យអ្នកជំងឺឈឺស្លាក់អញ្ចឹងកត្តា4ធំដែលយើងតែជួបប្រទះចាលោកចាំតិចវាអាចជាដំណពូជដែរឬទេសន្លាក់នេះករណីជំងឺប្រព័ន្ធភាពស៊ាំដែលហៅអូតូអ៊ីម៉ូញូនក៏វាតាក់ទងនឹងហ្សែនដែរអញ្ចឹងជំងឺមួយចំនួនវាមានកត្តាតំណពូជដែរតែករណីខ្លះគឺវាកើតខ្លួនឯងតែម្ដងបាទតាក់ទងទៅនឹងសន្លាក់នេះដែរនៅពេលដែលកើតដំបូងតើមានការឈឺចាប់យ៉ាងដូចម្ដេចហើយរហូតដល់ដែលលោកប្រចាំបណ្ឌិតវិតម្លៃថាចូលដល់អាការៈរ៉ាំរ៉ៃហើយតើវាមានរោគវិនិច្ឆ័យនិងការឈឺចាប់យ៉ាងដូចម្ដេចដែរដំណាក់កាលដំបូងអ្នកជំងឺគឺស្ដែងចេញគឺឈឺតែម្ដងចំណុចសំខាន់គឺឈឺព្រោះបើអ្នកជំងឺសុកអត់ឈឺអត់ជួបពេទ្យទេតែអ្នកជំងឺឈឺតែការឈឺចាប់បើឈឺត្រឹម1ថ្ងៃ2ថ្ងៃ3ថ្ងៃឧទាហរណ៍អ្នកជំងឺឈឺជង្គង់ត្រឹម2 3ថ្ងៃបាត់ទៅវិញអូខេគាត់មិនបាច់ចាំជួបគ្រូពេទ្យទេប៉ុន្តែបើការឈឺចាប់គាត់លើពី2សប្តាហ៍ឬក៏អាចឈានដល់4សប្តាហ៍ឬ6សប្តាហ៍ពេលនោះហើយដែលគាត់ត្រូវជួបគ្រូពេទ្យបាទឬក៏ការឈឺស្លាក់ដែលគាត់ព្យាយាមលេបថ្នាំខ្លួនឯងថ្នាំមួយចំនួនដែលគាត់ទិញលេបខ្លួនឯងនេះលេបហើយនៅតែមិនបាត់នោះអានឹងជាពេលវេលាដែលគាត់ត្រូវមកជួបគ្រូពេទ្យស្វែងរកការព្យាបាលហើយលោកវិជ្ជបណ្ឌិតប្រសិនបើប្រជាពលរដ្ឋយើងហាក់ដូចជាមិនអើពើនឹងការឈឺស្លាក់របស់ខ្លួនហើយទុករហូតដល់រ៉ាំរ៉ៃទៅតើអាចព្យាបាលជាដែរទេករណីជំងឺស្លាក់មួយចំនួនទុកដល់រ៉ាំរ៉ៃការព្យាបាលអត់ជា 100% ទេព្រោះស្លាក់ដល់ពេលដែលស្លាក់ហ្នឹងចាប់ដើមសឹករិលខូចវាអាចដោះមកវិញដូចសក់យើងទេអញ្ចឹងការហ្នឹងហើយដែលយើងតែងតែប្រាប់អ្នកជំងឺឧទាហរណ៍ជាក់ស្ដែងដូចអ្នកជំងឺឈឺជង្គង់មួយខាងយើងតែងតែប្រាប់ថាពេលដែលឈឺមួយខាងគួរព្យាបាលកុំចាំឈឺសងខាងឬកុំចាំដើរលេងរួចបានមកព្យាបាលព្រោះស្លាក់ហ្នឹងវាខូចបាត់ហើយអញ្ចឹងការដែលបកត្រឡប់មកដូចដើមវិញគឺវាអត់ 100% ទេទើបយើងតែងតែផ្ដល់ដំបូន្មានដល់អ្នកជំងឺថាគួរបញ្ញាប់ព្យាបាលមុនសន្លាក់ហ្នឹងខូចបាទព្រោះអ្នកជំងឺមួយចំនួនគាត់ទុកឈឺតិចតួចគាត់ទុកតដើរលេងរួចអញ្ចឹងពេលអញ្ចឹងវាពិបាកត្រឡប់មកវិញអញ្ចឹងការព្យាបាលតាន់ពេលវេលាគឺជាគោលដៅដែលឲ្យអ្នកជំងឺបាត់ឈឺអាចត្រឡប់ទៅធ្វើការងារវិញទប់ស្កាត់សន្លាក់កុំឲ្យខូចចាចំពោះអ្នកជំងឺដែលលោកប្រចាំបណ្ឌិតព្យាបាលរាល់ថ្ងៃភាគច្រើនគឺគាត់នៅក្នុងដំណាក់កាលដំបូងឬមួយក៏អាចថាចិត្តហួសពេលហើយបានមករកការព្យាបាលពីលោកប្រចាំបណ្ឌិតជាស្ដែងយើងគិតថាប្រជាជនឥឡូវគាត់មានចំណេះដឹងស្វែងយល់ច្រើនអ្នកជំងឺមួយចំនួនគាត់ឈឺតិចតួចអញ្ចឹងក្នុងរយៈពេលខ្លីគាត់មកជួបគ្រូពេទ្យហើយប៉ុន្តែនៅតែមានអ្នកជំងឺមួយចំនួនគាត់មានភាពស្ទាក់ស្ទើរក្នុងការស្វែងរកការព្យាបាលដូច្នេះហើយការព្យាបាលគាត់តែងតែយឺតក្នុងការព្យាបាលមកជួបគ្រូពេទ្យជំនាញក្នុងការព្យាបាលអញ្ចឹងគាត់ទុកស្លាក់តខូចអញ្ចឹងចាដោយសារតែលោកប្រចាំបណ្ឌិតមានឯកទេសខ្ពស់នៅក្នុងការព្យាបាលសន្លាក់នេះខ្ញុំសូមអញ្ជើញលោកប្រចាំបណ្ឌិតជំរាបជូនទូរទស្សនិកជនឲ្យបានជ្រាបខ្លះអំពីវិធីសាស្ត្រនៃការព្យាបាលតើដំណាក់កាលដំបូងមានការព្យាបាលយ៉ាងដូចម្ដេចហើយចូលដល់រ៉ាំរ៉ៃមានការព្យាបាលយ៉ាងដូចម្ដេចដែរចា៎បាទចំពោះការព្យាបាលនិយាយចំទៅគឺតាក់ទងនឹងបច្ចេកទេសនិងតិចគ្រូពេទ្យមួយបាទសម្បីតែនៅក្រៅប្រទេសក៏អញ្ចឹងដែរអញ្
ចំពោះការព្យាបាលឥឡូវយើងអាចបែងចែកធំទី1គឺព្យាបាលដោយថ្នាំគ្រាប់បាទថ្នាំគ្រាប់ហ្នឹងហើយព្រោះថ្នាំគ្រាប់មានថ្នាំតាក់ទងនឹងជំងឺសន្លាក់ខ្លះក៏អ្នកជំងឺអាចទិញខ្លួនឯងដែរពពួកថ្នាំបំបត្តិការជិះចាប់ឬប្រឆាំងការមួយចំនួនអ្នកជំងឺអាចទិញហូបខ្លួនឯងការព្យាបាលបន្ទាប់មួយទៀតគឺការព្យាបាលដោយថ្នាំចាក់បាទព្រោះសន្លាក់ឬមួយចំនួននេះយើងអាចព្យាបាលដោយថ្នាំចាក់ដែរព្រោះថ្នាំឥឡូវគេមានអាប់ដេតគេមានថ្នាំជំនាន់ក្រោយមួយចំនួនដែលយើងអាចព្យាបាលដោយថ្នាំចាក់ដែរហើយជំរឿចុងក្រោយដែលជំងឺសន្លាក់មួយចំនួនហ្នឹងរហូតដល់មានដល់ការវះកាត់ទៀតបាទចំពោះការព្យាបាលបន្ទាប់បន្សំដែលគេធ្វើក្រៅពីអស់ហ្នឹងគឺការព្យាបាលដោយចលនាឬក៏ឲ្យអ្នកជំងឺតមក្នុងការធ្វើចលនាឬលំហាត់ប្រាណហ្នឹងគឺជាការព្យាបាលដោយគួបផ្សំជាមួយនឹងការព្យាបាលទាំងអស់ហ្នឹងដែលខ្ញុំរៀបរាប់មិញធំលោកវិជ្ជបណ្ឌិតយើងដឹងហើយថាការព្យាបាលជារឿងមួយហើយក៏ប៉ុន្តែអ្នកជំងឺក៏ត្រូវមានកិច្ចការសហការជាមួយនឹងលោកគ្រូពេទ្យរបស់ខ្លួនដែរដើម្បីឲ្យការព្យាបាលនោះមានប្រសិទ្ធភាពដូច្នេះទន្ទឹមនឹងការព្យាបាលតើអ្នកជំងឺគួរតែមានការថែរក្សាខ្លួនយ៉ាងដូចម្តេចដែរដើម្បីឲ្យការព្យាបាលនោះមានប្រសិទ្ធភាពដើម្បីការព្យាបាលមានប្រសិទ្ធភាពអ្នកជំងឺនិងគ្រូពេទ្យគឺសំខាន់ចា៎អញ្ចឹងការទទួលព័ត៌មានពីអ្នកជំងឺហើយយើងយកមកវិយតម្លៃនៃជំងឺហើយនឹងការឲ្យថ្នាំហើយនឹងតាមដានអ្នកជំងឺគឺចាំបាច់គឺយើងតាមដានស្វិតជាមួយអ្នកជំងឺហ្មងគឺគៀបកិច្ចជាមួយអ្នកជំងឺហើយការឲ្យថ្នាំក៏យើងជាយាមfollow up បានន័យថាតាមដានគាត់គ្រប់ពេលដែលគាត់ហូបថ្នាំតែគាត់លេបទៅធ្វើទុកមិនព្រោះស្លាកមួយចំនួនអ្នកជំងឺចាស់មួយចំនួនគាត់លេបថ្នាំទៅងាយធ្វើទុកអញ្ចឹងយើងប្រឹក្សាគាត់រហូតថាលេបថ្នាំធ្វើទុកអត់ឬក៏មិនហើយការព្យាបាលពេលខ្លះក៏យើងតម្រូវទៅតាមអ្នកជំងឺដែរអញ្ចឹងអ្នកជំងឺគាត់ចង់បានថ្នាំគ្រាប់លេបអូខេយើងឲ្យថ្នាំគ្រាប់លេបឬគាត់ចង់បានការព្យាបាលផ្សេងទៀតយើងណែនាំគាត់បញ្យល់គាត់ហើយការព្យាបាលដំណាក់កាលដំបូងគឺយើងឲ្យថ្នាំគ្រាប់លេបយើងបញ្យល់ឬក៏ការព្យាបាលដោយថ្នាំចាក់ឬថ្នាំដោយដំណាក់កាលបន្ទាប់វាអាស្រ័យទៅលើអ្វីដែលអ្នកជំងឺចង់បានបាទហើយនឹងការព្យាបាលតិចនិចដែលយើងធ្វើសប្តាហ៍នេះហើយបើអ្នកជំងឺរ៉ាំរ៉ៃតែម្ដងគឺភាគច្រើនយើងទៅការព្យាបាលដែលមួយមានប្រសិទ្ធភាពដោយថ្នាំគ្រាប់ឬថ្នាំចាក់ឬក៏ការព្យាបាលដោយការថ្នាំចាក់ហ្នឹងថ្នាំចាក់បាទថ្នាំចាក់ហ្នឹងព្រោះជាទូទៅថ្នាំចាក់មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបូកផ្សំជាមួយនឹងថ្នាំគ្រាប់ហើយចំពោះការតមឬក៏ព្យាបាលចលនាគឺជាការព្យាបាលគួបផ្សំជាមួយគ្នាដែលយើងអាចធ្វើបានចាលោកវិជ្ជបណ្ឌិតនៅក្នុងការព្យាបាលជំងឺសន្លាក់តើមានភាពស្មុគស្មាញខ្លាំងដែរឬទេការព្យាបាលជំងឺសន្លាក់មែនតើទៅគឺស្មុគស្មាញព្រោះជំងឺសន្លាក់មួយចំនួនគឺយើងពិបាកដែរការព្យាបាលយើងត្រូវការសួរនាំអ្នកជំងឺយើងត្រូវការវិភាគច្រើនក៏មានករណីកម្រខ្លះគឺយើងផ្ញើជាខេសជាករណីហ្នឹងទៅដល់កូរ៉េដែរបាទព្រោះយើងមានកិច្ចសហប្រតិបត្តិការជាមួយគ្រូពេទ្យកូរ៉េយើងផ្ញើគាត់ដើម្បីពិភាក្សាគ្នាព្រោះការព្យាបាលមួយចំនួនបើតែយើងជំនាញរាប់ឆ្នាំតែការព្យាបាលគឺការពិភាក្សាជាក្រុមដែរយើងមានគ្រូពេទ្យជំនាញនៅទីនោះយើងពិភាក្សាគ្នាដែរថាករណីអញ្ចឹងយើងគួរធ្វើមិនអញ្ចឹងហើយវាលក្ខណៈស្មុគស្មាញអញ្ចឹងអ្នកជំងឺខ្លះក៏គិតថាក៏ឈឺស្លាក់លេបថ្នាំពីបេលេបបាត់ពេលខ្លះអូខេមានជំងឺស្រាលមួយចំនួនក្នុងរយៈពេលខ្លីអាចលេបថ្នាំរយៈពេលខ្លីបាត់បានប៉ុន្តែករណីធ្ងន់ធ្ងរមួយចំនួនមិនដូចការគិតទេបាទការព្យាបាលគឺត្រូវការតាមដានវាតម្លៃជំងឺហើយរងរកការព្យាបាលគឺយើងត្រូវគិតច្រើនបាទទោះបីជាឲ្យថ្នាំក៏ត្រូវគិតច្រើនថាជាពិសេសបើអ្នកជំងឺមួយចំនួនដែលគាត់អាយុវ័យចាស់មានជំងឺសន្លាក់ហើយមានបូកតំណផ្អែមលើឈាមបេះដូងអីចឹងគឺមុននឹងព្យាបាលគឺយើងបញ្យល់គាត់ចំណាយពេលបញ្យល់គាត់ឲ្យអស់សេចក្តីថាគាត់ចង់ព្យាបាលមិនបានយើងធ្វើចំពោះគាត់ជាទូទៅការព្យាបាលគឺសុំការអនុញ្ញាតហើយនឹងបញ្យល់អ្នកជំងឺលម្អិតបាទបានគាត់ព្រមព្យាបាលមិនយើងធ្វើតាមគាត់ដែរចឹងចានេះខ្ញុំក៏ឆ្លៀតឱកាសនេះជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបដែរដោយសារតែលោកវិជ្ជបណ្ឌិតអំបញ្ញមិញនេះមានប្រសាសន៍ថាលោកវិជ្ជបណ្ឌិតក៏មានទំនាក់ទំនងទៅខាងសាធារណរដ្ឋកូរ៉េគឺកូរ៉េខាងត្បូងដែរគឺនេះខ្ញុំសូមជម្រាបថាលោកវិជ្ជបណ្ឌិតបានបញ្ចប់ឯកទេសខាងផ្នែកសន្លាក់នេះគឺនៅសាធារណរដ្ឋកូរ៉េគឺនៅប្រទេសកូរ៉េខាងត្បូងនេះឯងចាលោកវិជ្ជបណ្ឌិតនេះខ្ញុំសូមជម្រាបសួរមួយទៀតរហូតមកដល់ចំណុចនេះប្រសិនបើអ្នកជំងឺសន្លាក់ចង់មកព្យាបាលនៅ clinic របស់លោកវិជ្ជបណ្ឌិតតើ
លោកមានតំណែងតំណងយ៉ាងដូចម្ដេចជាមួយនឹងលោកវិជ្ជបណ្ឌិតចាតាក់ទងតាមទូរស័ព្ទឬមួយក៏តាក់ទងតាមតំណែងតំណងណាមួយមកត្រង់តែម្ដងឬមួយក៏ត្រូវការណាត់ជួបដែរបាទចំពោះការមកព្យាបាលនៅកន្លែងខ្ញុំបាទការព្យាបាលជាទូទៅអ្នកជំងឺអាចដាក់តាមទូរស័ព្ទជាមានទូរស័ព្ទពីខ្សែធំគឺទី1លេខ096ការ៉េ3 906និងលេខមួយខ្សែទៀត088 507 1177បាទហើយគឺអាចណាត់តាម Telegram ផងដែរគឺ088 507 1177ឬក៏យើងមាន Facebook page ដែរផ្ទាល់ខ្លួនដែរបាទដែល Facebook យើង page យើងឈ្មោះបន្ទប់វិគ្រោះជាបាសន្លាក់ចាសូមអរគុណហើយនេះខ្ញុំសូមងាកមកកិច្ចពិភាក្សាយើងជាបន្តទៀតទន្ទឹមនឹងប្រជាពលរដ្ឋយើងដែលស្វែងរកការព្យាបាលឲ្យបានឆាប់រហ័សនៅជំងឺរលាកសន្លាក់របស់ខ្លួនយើងឃើញថាជាការប្រពៃណាស់ក៏ប៉ុន្តែទន្ទឹមនឹងនេះដោយដែលលោកចាំទិនមានប្រសាសន៍ខាងដើមអញ្ចឹងប្រជាពលរដ្ឋខ្លះគាត់បានទៅទិញថ្នាំព្យាបាលខ្លួនឯងនៅពេលដែលឈឺចាប់ក៏លេបថ្នាំនោះទៅចានៅពេលដែលបាត់ក៏ហីទៅឬមួយក៏គាត់ស្វែងរកការព្យាបាលបែបបុរាណតើអរិយាប័ត្រទាំងនេះលោកចាំបណ្ឌិតមានអនុសាសន៍យ៉ាងដូចម្តេចដែរចំពោះការព្យាបាលសពថ្ងៃអ្នកជំងឺមួយចំនួនគាត់លេបថ្នាំខ្លួនឯងតែក៏មានថ្នាំសន្លាក់មួយចំនួនដែលអ្នកជំងឺអាចទិញហូបបានដែរពពួកថ្នាំប្រឆាំងការលាកមួយចំនួន OTC ហ្នឹងគឺអ្នកជំងឺអត់គាត់ទិញហូបខ្លួនឯងបានដែរប៉ុន្តែតាមយោបល់របស់ខ្ញុំអ្នកជំងឺអាចលេបក្នុងរយៈពេលខ្លីបានបើគាត់ឈឺសន្លាក់តិចតួចប៉ុន្តែបើគាត់លេបរយៈពេលយូរឧទាហរណ៍លើពី1សប្តាហ៍2សប្តាហ៍ឬក៏ឈានដល់ច្រើនខែច្រើនឆ្នាំបានន័យថាជំងឺគាត់គឺមានបញ្ហាមួយដូចកលិះមួយដែលគាត់ដោះខុសហើយអញ្ចឹងការស្វែងរកការពិនិត្យគឺចាំបាច់ជំងឺខ្លះជាការត្រូវការមើលឈាមត្រូវការថតត្រូវការ scan ដើម្បីឈានទៅរកការធ្វើរោគវិនិច្ឆ័យច្បាស់លាស់មុននឹងការព្យាបាលដូច្នេះការដែលព្យាយាមលេបថ្នាំខ្លួនឯងក្នុងរយៈពេលយូរឬក៏លេបថ្នាំដែលគ្មានវេជ្ជបញ្ជាក្នុងរយៈពេលយូរឬក៏ថ្នាំតាមអនឡាញឬក៏គ្មានប្រភពឬក៏ថ្នាំបុរាណអីហ្នឹងចំពោះយើងគ្រូពេទ្យមិនណែនាំឲ្យធ្វើចឹងទេបាទដូចខ្ញុំនិយាយមិញអញ្ចឹងថ្នាំខ្លះយើងអាចលេបក្នុងរយៈពេលខ្លីបានប៉ុន្តែលេបរយៈពេលយូរគឺវាប៉ះពាល់សុខភាពយើងដឹងស្រាប់ហើយថ្នាំពពួកឬសន្លាក់លេបរយៈពេលយូរដែលគ្មានវេជ្ជបញ្ជាព្រោះអ្នកខ្លះគាត់លេបលើសដូសបាទគាត់យកមកលេបហ្នឹងថ្នាំគេឲ្យលេបតែមួយគ្រាប់ក៏លេបពី3គ្រាប់អញ្ចឹងឲ្យតែបាត់ឈឺអញ្ចឹងណាអញ្ចឹងលេបរយៈពេលយូរអាចប៉ះពាល់ថ្លើមនិងតម្រង់នោមតាមបទពិសោធន៍ជាក់ស្ដែងគឺយើងជួបអ្នកជំងឺប្រមាណអ្នកដែរដែលគាត់មានបញ្ហាតម្រង់នោមក្រោយពេលលេបថ្នាំសន្លាក់យូរគាត់ចេះតែលេបខ្លួនឯងអញ្ចឹងណាបាទអាហ្នឹងជាបញ្ហាបាទដែលយើងបារម្ភដែរហើយចំពោះខ្ញុំជាគ្រូពេទ្យខ្ញុំព្យាយាមបញ្យល់អ្នកជំងឺណាអញ្ចឹងថ្នាំដែលយើងឲ្យនេះគឺយើងតាមដានស្វិតមួយអ្នកជំងឺមកហើយនឹងព្យាយាមបញ្យល់គាត់គ្រប់ស្ថានភាពនៃការចាលោកវិជ្ជបណ្ឌិតប្រសិនបើប្រជាពលរដ្ឋយើងដែលមានជំងឺរលាកសន្លាក់ហើយមិនស្វែងរកការព្យាបាលចេះតែទុកទៅរ៉ាំរ៉ៃទៅតើវាបង្កផលវិបាកយ៉ាងដូចម្តេចខ្លះផលវិបាកសំខាន់គឺការឈឺចាប់ហ្នឹងគឺអត់បាត់ការឈឺចាប់ហ្នឹងនឹងបន្តតិចម្ដងឈឺកាន់តែខ្លាំងឡើងឬអ្នកខ្លះខូចសន្លាក់តែម្ដងហើយបញ្ហាធ្ងន់ធ្ងរគឺពិការភាពឈានដល់ការបាត់បង់គេហៅកម្លាំងក្នុងការធ្វើការងារយើងជួបជាក់ស្ដែងបទពិសោធន៍យើងគឺយើងជួបអ្នកជំងឺក្មេងម្នាក់អ្នកដែលគាត់ធ្លាក់ខ្លួនពិការដោយសារខូចសន្លាក់ហ្នឹងហ្មងយើងជួបផ្ទាល់បទពិសោធន៍ជួបផ្ទាល់ហ្មងអញ្ចឹងគោលដៅដែលយើងព្យាបាលដែលខ្ញុំនិយាយពីដំបូងនេះគឺអ្នកជំងឺបាត់ឈឺអាចត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃវិញបានអញ្ចឹងបើអ្នកជំងឺអត់ព្យាបាលសន្លាក់ហ្នឹងនឹងខូចហើយនឹងបាត់បង់លទ្ធភាពក្នុងការធ្វើការងារបើចាស់គាត់នឹងធ្លាក់ខ្លួនពិការរហូតដល់ពិបាកក្នុងការដែលកូនចៅត្រូវមើលថែគាត់អញ្ចឹងណាបាទអញ្ចឹងពេលដែលគាត់ព្យាបាលមួយយើងទៅគាត់អាចរស់នៅស្រួលខ្លួនឯងបានមិនបាច់កូនចៅមើលថែហ្នឹងជាចំណែកមួយជួយដល់គ្រួសារនិងសង្គមជាតិដែរអញ្ចឹងបើយើងមិនព្យាបាលទេផលវិបាកនឹងកើតមានគ្រាន់តែយូរឆាប់វាអាស្រ័យទៅលើអ្នកជំងឺផ្ទាល់ចាសង្ឃឹមថាទូរទស្សនិកជនយើងនឹងយល់អំពីចំណុចនេះចាការស្វែងរកការព្យាបាលបានទាន់ពេលវេលាគឺជាចំណុចសំខាន់បំផុតជាទូទៅតើជំងឺសន្លាក់អាចកើតទៅលើវ័យណាលោកវិជ្ជបណ្ឌិតតាមបទពិសោធន៍យើងព្យាបាលជាក់ស្ដែងយើងសង្កេតថាសន្តិគ្រប់វ័យប៉ុន្តែយើងអាចឃើញមនុស្សចាស់ច្រើនពីព្រោះវ័យចាស់ទៅ
យើងអាចឃើញមួយទៀតគឺស្ត្រីច្រើនជាងប្រុសដែរបើតាមឯកសារគឺយើងគិតទៅលើការបម្រែបម្រួលអរម៉ូនហើយមួយទៀតសាច់ដុំមនុស្សស្រីគាត់ខ្សោយជាងមនុស្សប្រុសអញ្ចឹងបាទអញ្ចឹងគាត់ងាយឈឺសន្លាក់ជាងហើយពពួកជំងឺប្រព័ន្ធភាពស៊ាំមួយចំនួនក៏ច្រើនតែកើតលើមនុស្សស្រីដែរអញ្ចឹងណាហើយអ្នកជំងឺដែលមានវ័យចាស់សន្លាក់ងាយសឹកងាយរិចរើអញ្ចឹងគាត់ងាយឈឺហើយជាក់ស្ដែងបើអ្នកជំងឺចាស់ៗមួយចំនួនដែលគាត់សល់ពីសម័យប៉ុលពតមកអញ្ចឹងការពីគាត់នៅក្មេងគាត់ធ្វើការងារធ្ងន់អញ្ចឹងពេលដែលគាត់ចាស់ទៅសន្លាក់គាត់គឺសល់តាំងពីជំនាន់ហ្នឹងមកគឺចាប់ផ្ដើមខ្សោយងាយខូចហ្មងអាហ្នឹងយើងជួបប្រទេសអញ្ចឹងហើយចំពោះបើអ្នកជំងឺវ័យក្មេងវិញដែលយើងជួបប្រទេសច្រើនគឺអ្នកដែលឡើងជាតិអាស៊ីតអុយរិកច្រើនដោយសារការពិសាគ្រឿងសង្វឹងច្រើនអញ្ចឹងអាហ្នឹងយើងក្មេងៗយើងជួបច្រើនអាហ្នឹងច្រើនកាត់លើមនុស្សប្រុសអាហ្នឹងយើងជួបច្រើនកាត់ចាចំពោះជំងឺនេះអាចកើតទៅលើកុមារបានដែរទេមានករណីជំងឺសន្លាក់នៅលើកុមារដែរតែជាលើកុមារជាទូទៅវាកម្រវាកម្រចាលោកវិជ្ជបណ្ឌិតនេះខ្ញុំសូមថ្លែងអំណរគុណចំពោះការបកស្រាយរបស់លោកវិជ្ជបណ្ឌិតតាក់ទងទៅនឹងជំងឺសន្លាក់យើងដឹងហើយថាអ្វីក៏អាចការពារបានដែរប្រសិនបើយើងមានការថែទាំខ្លួនបានល្អចំពោះជំងឺសន្លាក់នេះតើយើងអាចការពារបានដែរទេបាទចំពោះការការពារយើងដឹងហើយជំងឺសន្លាក់មួយចំនួនដែលយើងជួបរាល់ថ្ងៃនេះភាគច្រើនតាក់ទងនឹងការលើកធ្ងន់ការលើកធ្ងន់គឺយើងត្រូវកម្រិតនៃការលើកធ្ងន់ការលើកទុកដាក់ត្រូវប្រយ័ត្នប្រយែងកុំលើកហួសគីឡូហើយការលើកទុកដាក់ត្រូវទៅតាមបទដ្ឋាននៃការលើកអញ្ចឹងណាយើងហើយចាស់មួយចំនួនក៏គាត់នៅធ្វើការលើកធ្ងន់ដែរអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងការលេងកីឡាទៀតសោតក៏ប្រយ័ត្នប្រយែងដែរយើងក៏ជួបច្រើនណាស់ចំពោះអ្នកលេងកីឡាដែលគាត់លេងលើសបាទគាត់លេងលើសអញ្ចឹងទៅចង់និយាយថាអ្នកខ្លះគាត់លេងមួយអាទិត្យលេង7ថ្ងៃបាទអញ្ចឹងក៏ងាយនឹងឈឺសន្លាក់ដែរអញ្ចឹងណាយើងមិនណែនាំឲ្យលេងរាល់ថ្ងៃហ្នឹងពេកទេហើយមួយទៀតដែលយើងថាឡើងជាអាស៊ីតដោយសារហូបគ្រឿងស្រវឹងក៏យើងត្រូវប្រយ័ត្នក្នុងការដែលយើងហូបគ្រឿងស្រវឹងច្រើនវាអាចដែរអញ្ចឹងយើងត្រូវការឆែកមើលឈាមអ្នកខ្លះគាត់យល់សម័យឥឡូវអ្នកជំងឺមួយចំនួនគាត់យល់គាត់ឆែកមើលឈាមជាប្រចាំហ្នឹងទៅហើយជាពិសេសតើទប់ស្កាត់បើថាអ្នកជំងឺយើងឈឺសន្លាក់ដូចខ្ញុំប្រាប់អញ្ចឹងបើឈឺលើពីមួយសប្តាហ៍ពីរសប្តាហ៍បាត់យើងត្រូវជួបគ្រូពេទ្យជំនាញហើយករណីហ្នឹងពេលខ្លះយើងត្រូវការបូមឈាមឆែកមើលថាមូលហេតុអីมันឈឺហ្នឹងយើងការថាថតឬក៏ធ្វើអីឬក៏ធ្វើតេស្តអីដើម្បីរកមូលហេតុឲ្យបានច្បាស់លាស់ដើម្បីទប់ស្កាត់ការឈឺសន្លាក់ដែលនាំទៅលើការខ្ពុះសន្លាក់ចាក៏មានរឿងមួយទៀតដែរលោកវិជ្ជបណ្ឌិតមានប្រជាពលរដ្ឋយើងខ្លះហ្នឹងគាត់ហាក់ដូចជាមានអរិយាប័ត្រមួយជាចិត្តកាច់កគាត់ឬសូផោះឬមួយក៏កាច់កជើងជង្គង់អីចឹងទៅតើអរិយាប័ត្រនេះវាអាចធ្វើឲ្យមានបញ្ហាដល់សន្លាក់ទេជាទូទៅតាមប្រព័ន្ធវិទ្យាសាស្ត្រយើងអត់ណែនាំទេអត់ណែនាំទេឧទាហរណ៍កាច់ដៃវាលើផោះពេលខ្លះវាមានខ្យល់នៅក្នុងសន្លាក់ឬអីចឹងការកាច់បើកាច់តិចតួចអត់អីទេតែបើកាច់ខ្លាំងវាអាចប៉ះពាល់ទៅលើសរសៃពោះដែលនៅម្រាមដៃអញ្ចឹងឬក៏អាចប៉ះពាល់សន្លាក់ដែរសូម្បីតែកអញ្ចឹងដែរគេអាចកាច់ផ្ដេសផ្ដាសដែរបាទព្រោះវាមានសរសៃឈាមធំនៅឆ្អឹងកអញ្ចឹងហើយនឹងសរសៃប្រសាទដែលរត់កាត់ហ្នឹងក៏យើងអត់ណែនាំឲ្យអ្នកជំងឺកាច់ដែរអញ្ចឹងណាបាទព្រោះក៏មានអ្នកជំងឺកាច់ជ្រុលទៅជាឈឺសន្លាក់ហ្នឹងមកជួបអូចាលោកចាំដិតតើសន្លាក់ហើយនឹងសរសៃពោះមានតំណែងតំណងគ្នាដែរទេនេះមានតំណែងតំណងគ្នាពីព្រោះសរសៃពោះគឺជាសរសៃពោះយើងនិយាយដូចខ្សែពោះអញ្ចឹងគឺវាចងឆ្អឹងភ្ជាប់គ្នាហើយក៏វាភ្ជាប់សាច់ដុំទៅនឹងសន្លាក់ដែរអញ្ចឹងអ្នកជំងឺមួយចំនួនគាត់មានបញ្ហាសន្លាក់ក៏អាចឈឺសរសៃពោះនិងសាច់ដុំនៅក្បែរហ្នឹងដែរអញ្ចឹងជាទូទៅយើងប្រឌិតរាងកាយហើយយើងថតឆ្លើយទៅដើម្បីបែងចែកក្នុងការតើអ្នកជំងឺឈឺដោយមូលហេតុអីអញ្ចឹងការព្យាបាលក៏យើងធ្វើទៅតាមហ្នឹងដែរចានេះខ្ញុំសូមថ្លែងអំណរគុណហើយជាចុងក្រោយតើលោកវិជ្ជបណ្ឌិតមានអនុសាសន៍អ្វីខ្លះជូនដល់ប្រជាពលរដ្ឋយើងតាក់ទងទៅនឹងជំងឺសន្លាក់នេះជាអនុសាសន៍នឹងជាការណែនាំដល់អ្នកជំងឺនិងប្រជាជនខ្មែរយើងទូទៅចំពោះការបើអ្នកជំងឺមានបញ្ហាឈឺសន្លាក់សំខាន់បើយើងឈឺសន្លាក់ហើយអត់បាត់ការដែលជួបគ្រូពេទ្យគឺជារឿងសំខាន់ការដែលទិញថ្នាំលេបខ្លួនឯងដោយគ្មានវិជ្ជាជីវៈគឺមិនត្រូវបានណែនាំទេបាទទោះការលេបនឹងរយៈពេលខ្លីក៏ដោយឬវែងក៏ដោយព្រោះការឈឺសន្លាក់យើងអាចគិតថាវាគ្រាន់តែឈឺសាមញ្ញតែជាក់ស្ដែងវាមានបញ្ហាជាច្រើនចាក់ស្រេះដែលយើងត្រូវការកាយវិភាគច្បាស់លាស់មុននឹងសម្រេចការព្យាបាលបែបណា
ដូច្នេះការឈឺសន្លាក់តិចតួចក្នុងរយៈពេលខ្លីត្រឹម 2-3 ថ្ងៃយើងអាចអត់ជួបគ្រូពេទ្យបានតែបើយើងឈឺលើពីមួយសប្តាហ៍ឬ2សប្តាហ៍គឺជាពេលវេលាយើងត្រូវជួបគ្រូពេទ្យក្នុងការពិនិត្យនិងស្វែងរកមូលហេតុដើម្បីព្យាបាលការព្យាបាលទៀតសោតគឺត្រូវការតាមដានហើយនឹងការពិភាក្សាស្វែងរកមូលហេតុជាមួយនឹងគ្រូពេទ្យទៅក្នុងនាមយើងជាគ្រូពេទ្យគឺជាយាមដល់រកដំណោះស្រាយដល់អ្នកជំងឺព្រោះប្រជាជនខ្មែរយើងគាត់ខ្លះចំណេះដឹងនៅមានកម្រិតដូច្នេះយើងជាគ្រូពេទ្យមុននឹងព្យាបាលមួយយើងចំណាយពេលច្រើនក្នុងការបញ្យល់អ្នកជំងឺនិងវិធីសាស្ត្រផ្សេងៗក្នុងការព្យាបាលអញ្ចឹងណាដូច្នេះជាអនុសាសន៍អ្នកជំងឺគួរតែការពារខ្លួនតើតើនៅជំងឺស្លាក់ដូចខ្ញុំបានរៀបរាប់ពីមុនមកអញ្ចឹងហើយនឹងការដែលមកជួបគ្រូពេទ្យក្នុងការព្យាបាលដើម្បីទទួលការព្យាបាលតាមពេលវេលាគឺជារឿងចាំបាច់ចាចំពោះកិច្ចការពារខ្លួនគួរតែធ្វើដូចបន្តិចដែរដើម្បីកុំឲ្យមានការពារខ្លួនដូចខ្ញុំប្រាប់អញ្ចឹងជាពិសេសការលើកទុកដាក់អីចឹងយើងកុំលើកធ្ងន់ហួសកម្លាំងពេកហើយចាស់ហ្នឹងក៏គាត់ថ្នមដែរបាទកុំលើកធ្ងន់ឬក៏ប្រយ័ត្នប្រយែងក្នុងការដួលបុកបាតុកិច្ចហើយការលេងកីឡាហ្នឹងក៏យើងកុំលេងលើសទម្ងន់ខ្លាំងពេកបាទឬក៏លេងអ្នកខ្លះគាត់លេងអត់សម្រាប់អញ្ចឹងណាក៏អាចរបួសអញ្ចឹងដែរហើយបើយើងចេញរោគសញ្ញាឈឺផ្នែកណាមួយនៃរាងកាយហើយដូចជាអ្នកជំងឺខ្លះគាត់ចេញឈឺកញ្ញាំដៃឬឈឺសន្លាក់ណាមួយដែលអត់ដឹងមូលហេតុសោះហ្មងអាហ្នឹងក៏យើងត្រូវជួបគ្រូពេទ្យដែរបើយើងឈឺដោយសារលេងកីឡាអូខេអាហ្នឹងយើងអាចគិតថាការឈឺនោះដោយសារលេងកីឡាឬក៏ដោយសារធ្វើការលើកទម្ងន់តែបើយើងចេញឈឺសន្លាក់ណាមួយដែលសុកអត់ដឹងមូលហេតុចេះតែចេញឈឺអត់បាត់អាហ្នឹងជាអនុសាសន៍ខ្ញុំគឺត្រូវស្វែងរកមូលហេតុហ្មងយើងមានការបូមឈាមឬថតអីចឹងដើម្បីរកមើលជំងឺថាជំងឺសន្លាក់ហ្នឹងបង្កមកពីបញ្ហាអ្វីទៅយើងដាក់ទិសដៅព្យាបាលចា៎បាទហើយការព្យាបាលយើងរាល់ថ្ងៃគឺគោលដៅយើងគឺចង់ឲ្យអ្នកជំងឺព្យាបាលនៅក្នុងស្រុកឲ្យបានច្រើនជាជាងការព្យាបាលនៅប្រទេសជិតខាងចា៎នេះខ្ញុំសូមថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏ល្អរបស់លោកវិជ្ជបណ្ឌិតលោកស្រីអ្នកនាងកញ្ញាទូទាំងស្នេហ៍ជនជាទីគោរពកិច្ចពិភាក្សារបស់យើងស្ដីអំពីជំងឺសន្លាក់នៅពេលនេះបានឈានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសង្ឃឹមថាអនុសាសន៍ដ៏ល្អរបស់លោកវិជ្ជបណ្ឌិតអាចជាប្រយោជន៍និងចំណេះដឹងដ៏សំខាន់សម្រាប់លោកអ្នកនៅក្នុងការថែទាំសុខភាពនិងការពារខ្លួនជៀសឲ្យផុតពីជំងឺសន្លាក់ចា៎ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានរបស់លោកអ្នកផងដែរនៅពេលនេះនាងខ្ញុំសូមជម្រាបលា